សូមបងប្អូនបញ្ឈប់ក្នុងការនិយាយប្រាប់អ្នកដទៃអំពីរឿងរ៉ាវផ្ទាល់ខ្លួនជីវិតនិងគ្រួសាររបស់យើងសូម្បីតែអាជីវកម្មរបស់យើងប្រាក់ចំណូលរបស់យើងប្រាក់ចំណេញរបស់យើងក៏ពុំគួរប្រាប់អ្នកដទៃដែរព្រោះអ្នកដទៃនៅពេលដែលគេបានដឹងហើយមិនមែនគេដឹងហើយដើម្បីគេមកជួយយើងទេគេដឹងហើយគឺយកទៅនិយាយដើមយើងយកទៅគ្រប់គ្រងសកម្មភាពរបស់យើងអញ្ចឹងវាអត់ចំណេញអីសម្រាប់បងប្អូនទេដូច្នេះហើយជីវិតគ្រួសារជីវិតការងារអាជីវកម្មប្រាក់ចំណូលប្រាក់ចំណេញរឿងរ៉ាវប្តីប្រពន្ធយើងឪពុកម្ដាយយើងគ្រួសារយើងកុំប្រាប់អ្នកដទៃអញ្ចឹងទៅគេក៏មិនមានអ្វីយកមកនិយាយដើមយើងដែរចំណុចទី1ទី2គេមិនអាចមកគ្រប់គ្រងយើងបានទេព្រោះដោយសារតែព័ត៌មានសម្ងាត់របស់យើងនឹងអត់ត្រូវបានបែកធ្លាយទេសុខចិត្តទុកឲ្យលទ្ធផលជាអ្នកបង្ហាញវិញបើថាលបរស៊ីអញ្ចឹងឲ្យវាផ្ទុះឲ្យវាមានអតិថិជនច្រើនឲ្យវាល្បីល្បាញវិញអានឹងជាលទ្ធផលមួយដែលធ្វើឲ្យគេរឹតតែភ្ញាក់ផ្អើលជិះជាងឲ្យគេមានព័ត៌មានសម្ងាត់ព័ត៌មានផ្ទៃក្នុងព័ត៌មានដែលគេអាចមកសង្កត់យើងឬគ្រប់គ្រងយើងបានអរគុណបងប្អូន